Trênជំរាបសួរលោកគ្រូហើយសួស្តីដល់មិត្តរួមថ្នាក់អ្នកគ្នាថ្ងៃនេះខ្ញុំចង់បញ្ចេញបន្លែកតាក់ទងជាមួយនឹងរបៀប install CNS នៅក្នុង Mac អញ្ចឹងមុន install កម្មវិធីនឹងបានយើងត្រូវ install 2ទី1គឺ CentOS ទី1 UTM ដែល UTM ហ្នឹងយើងប្រើជំនួស VMware អញ្ចឹងចូលមកកាន់ Chrome របស់យើងសិនមកហើយយើង search ពាក្យថា UTM ចឹងពេលនេះ UTM របស់យើងធ្វើការ install ជាមួយនឹង UTM មកមួយទៀតយើង install ជាមួយនឹង CentOS យើងចូលមក CentOS មកយើងចូលមកកាន់កន្លែង download នេះចឹងយើងយកមួយណាក៏បានដែរមាន X 8664ហើយនឹង ARM ចឹងយកខាងលើនេះចឹងយើងចូលដោយសារខ្ញុំ install ហើយចឹងខ្ញុំចូលមកកាន់កម្មវិធីរបស់យើង UTM មកចឹងពេលដែលចូលមកដល់ UTM នេះយើងចូលមកកាន់ពាក្យថា create new virtual machine យើងយកvirtual line នេះបន្ទាប់មកយើងធ្វើការជ្រើសរើសយកពាក្យថា Linux កន្លែងនេះយើងធ្វើការ custom memory របស់យើងខ្ញុំយក default របស់វាទៅបន្ទាប់មកខ្ញុំធ្វើការចុច continueកន្លែងនេះយើងយករើសជាមួយនឹង UEFI virtual station ហ្នឹងអញ្ចឹងខ្ញុំធ្វើការ select path boot ISO របស់ខ្ញុំអញ្ចឹងចូលមកកាន់រក file ISO របស់យើងនេះ file ISO របស់ខ្ញុំអញ្ចឹងធ្វើការចុច open បន្ទាប់មកយើងចុចពាក្យថា continue បន្តមកដល់កន្លែងនេះគឺយើងធ្វើការ select តទៅមួយ storage ជាទូទៅនេះគឺ default ឲ្យ 64G ខ្ញុំយក default បន្តទៀតបន្ទាប់មកយើងធ្វើការចុច continue បន្តកន្លែងនេះដែរយើង store តទៅជាមួយនឹងdirectory របស់វាយើង store នៅទៅលើ directory ណាអញ្ចឹងខ្ញុំធ្វើការចូលចុចប្រើមកខ្ញុំដាក់នៅក្នុង folder របស់ខ្ញុំដាក់នៅក្នុង Linux នេះខ្ញុំចុច open តោះមកធ្វើការចុច continue បន្តមកដល់កន្លែងនេះយើងធ្វើការចុចដាក់ឈ្មោះបញ្ជីរបស់យើងអញ្ចឹងខ្ញុំដាក់ CentOS CentOS server បន្ទាប់មកយើងធ្វើការចុច scroll ទៅក្រោមយើងធ្វើការចុច save បន្ទាប់ពីយើងបង្កើតបានប៉ុណ្ណឹងហើយយើងធ្វើការចុចទៅលើប៊ូតុងនេះមកដល់កន្លែងនេះយើងធ្វើការចុចពាក្យថា install CentOS stream 10ចុច version ចឹងវាចាប់តាម boot window របស់យើងបន្ទាប់មកកន្លែងនេះយើងធ្វើការជ្រើសរើសយកភាសារបស់យើងមកយើងចង់ប្រើភាសាអីយកភាសាអង់គ្លេសជា default តោះមកខ្ញុំធ្វើការចុចពាក្យថា continue បន្តមកដល់កន្លែងនេះយើងធ្វើការ set up វាកុំឲ្យវាមានបញ្ហា error អញ្ចឹងខ្ញុំធ្វើការចុច install declaration នេះតោះមកយើងធ្វើការចុចទៅលើATA នេះចឹង select លើហ្នឹងមកបន្ទាប់មកយើងធ្វើការចុច down ចឹងវាបាត់ហើយចឹងមួយទៀតយើងធ្វើការបង្កើត root account របស់យើងមកខ្ញុំចូល root account ហើយបន្ទាប់មកខ្ញុំយកពាក្យយើងមាន2 option ដែលយើង select វាមាន disable root account ហើយនិង enable ចឹងខ្ញុំធ្វើការ enable ធ្វើការបង្កើត password របស់យើងចឹងខ្ញុំធ្វើការបង្កើត password របស់ខ្ញុំលេខនេះបន្ទាប់មកយើងធ្វើការចុច down នេះអញ្ចឹងវា success ខាងក្រោមនេះខ្ញុំធ្វើការបង្កើត user ហើយបង្កើត user ដាក់ឈ្មោះខាងនេះ password តទៅពីយើងពេញហើយយើងធ្វើការចុច down នេះទៀត
ចឹងយើងវាបានបង្កើតយើង stack សិនខ្ញុំ select អានេះមកសិនទៀតអត់ចាំដល់ចឹងវាដល់បានចាស់ស្អាតអញ្ចឹងកន្លែងនេះយើងធ្វើការ select ថាយើងចង់ប្រើជាប្រភេទ server GUI ឬក៏យើងប្រើប្រភេទ server អានេះគឺយើងធ្វើការ add option software របស់យើងបន្ថែមអញ្ចឹងក្នុងហ្នឹងខ្ញុំយកប្រើវាដោយ server យើងស្គាល់ select server មកហើយកន្លែង ID software នេះគឺយើងអាចធ្វើការបង្កើតបន្ថែមតាមក្រោយបានអញ្ចឹងខ្ញុំអត់ទាន់បង្កើតទេខ្ញុំបង្កើតតែ server មួយខ្ញុំធ្វើការចុច down មកបន្ទាប់ពីយើងហើយប៉ុណ្ណឹងអស់យើងធ្វើការចុច being install អញ្ចឹងរងចាំវា install